Hello អ្នកទាំងអស់គ្នាសួស្តីបាទខ្ញុំបាទថ្ងៃនេះមានមុតសក់ថ្មីទៀតហើយបងប្អូនមុតសក់ថ្មីលុបថ្មីម៉ូយថ្មីឥឡូវបងប្អូនទស្សនាទាំងអស់គ្នាវីដេអូនេះខ្ញុំកាត់ប្រភេទសក់ខ្លីជើងខាងលើក៏ខ្លីបងប្អូនបាទកុំភ្លេចទស្សនាទាំងអស់គ្នាពីវិធីកាត់សក់ខ្ញុំបាទជាងតែថ្មីជាងដែលចាស់ជួយ Subscribe វីដេអូខ្ញុំម្នាក់មួយផងបងប្អូនវីដេអូនេះវាអាចឲ្យចំណេះដឹងឬក៏មានប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់កាត់សក់បាទខ្ញុំយើងប្រើពុំដើម្បីឈូសឡើងបាទយើងប្រើលេខ2ក៏បានយើងប្រើលេខ1ក៏បានតែទៅសក់បងប្អូនដែលចង់ប្រើលេខពុំលេខ2គឺវាអាចងាយស្រួលក្នុងការកាត់យើងមានរៀងយើងប្រើពុំលេខ2គឺប្រើពុំលេខ2យើងមានរៀងដើម្បីឈូសយកស្បើយករៀងហើយបងប្អូនបាទយើងឈូសរៀងហើយបងប្អូនបាទយើងដើមឈូសឡើងតិចអូខេបងប្អូនដល់ពេលយើងយកពុំលេខ2ហើយវាចេញរៀងបានអីអញ្ចឹងបងប្អូនបាទអានឹងយើងប្រើពុំលេខ1បាទលេខ1បងប្អូននេះពុំលេខ1បាទពុំលេខ1យើងដើម្បីឈូសយកខាងក្រោមបាទយើងយកពុំលេខ1ឈូសខាងក្រោមចេញស្មៅស្អាតបាទឥឡូវយើងប្រើលេខ0គេហៅថាលេខ A អក្សរ A 0A លេខ A វាមានបន្តបងប្អូនចង់រៀនកាត់សក់អាចមើលវីដេអូខ្ញុំទៅខ្ញុំនឹងប្រាប់ពីជើងក្នុងការប្រើក្រាស់ត្រឹបជើងហើយនឹងប្រើស្និតបងប្អូនប្រើស្និតអានេះខ្ញុំប្រើ0ណា0ផ្ដាច់បងបាទ0ផ្ដាច់ដើម្បីឲ្យវាចេញជើងសបាទបងប្អូនដែលចង់កាត់សក់មើលវីដេអូខ្ញុំនេះទៅយើងប្រើពុំលេខ2ដើម្បីកាត់សក់បងប្អូនប្រើពុំលេខ2ដើម្បីកាត់សក់នឹងដើម្បីឲ្យវាមានរាងស្រាប់បងប្អូនបាទបងប្អូនដែលចង់កាត់សក់ងាយស្រួលប្រភេទគេហៅថាប្រភេទកាត់សក់ខ្លីបងប្អូនងាយស្រួលបំផុតកាត់សក់ជើងខ្លីយើងអាចប្រើពុំលេខ2ឈប់ឡើងលើបានបងប្អូនដែលកាត់សក់ខ្លីយើងប្រើតែជើងលេខ2ទៅបងប្អូនជើងដៃថ្មីជើងដៃចាស់កុំភ្លេចមើលវីដេអូនេះហើយជួយ Subscribe Channel ខ្ញុំមួយផងបងប្អូនដើម្បីខ្ញុំបាទជួយប្រាប់មានកម្លាំងចិត្តបន្តជួយទៅប្រាប់បងប្អូនយើងប្រើពុំជើងលេខ2នេះយើងងាយស្រួលក្នុងការកាត់មួយវាបានសក់ដាច់អស់ហើយយើងប្រើជើងយើងប្រើពុំក៏ងាយស្រួលប្រើក្រាស់ក៏ងាយស្រួលតែសំខាន់បងប្អូនទៅកាត់ក្រាស់ហើយនឹងកាត់ពុំតែបើខ្ញុំវិញពុំយើងដាក់ជើងហើយយើងឈូសរុញឡើងបងប្អូនយើងរុញឡើងជើងឡើងលើឲ្យអស់ដាច់អស់យើងឈូសដាច់ជើងឡើងឲ្យស្មើយើងយកពុំលេខ2ឈូសឡើងលើមិនដើម្បីរុញហើយរុញយើងប្រហើបបងប្អូនរុញប្រហើបកាប់ដល់លើគឺស្មើដាច់ល្អតែស្មើដាច់ល្អយើងប្រើពុំលេខអក្សរ A ពុំអក្សរ A នឹងយើងឈូសក្រោយស្មោគេបងប្អូនការឈូសឡើងនឹងគឺយើងឈូសហើបមុខឡើងលើបងប្អូនពេលយើងឈូសហើយយើងហើបក្បាលមកទិបន្តិចបងប្អូនបាទយើងឈូសអញ្ចឹងងាយស្រួលក្នុងការកាត់ទេសក់ប្រភេទអញ្ចឹងកាត់ខ្លីកាត់វែងកាត់ស្រួលចឹងហើយសក់ខ្លីយើងកាត់ប្រើពុំលេខ2រុញឡើងលើអស់បងប្អូនបើហើបមកឈររុញកំផាច់ដាច់សក់យើងបងប្អូនថាកំផាច់ដាច់សក់ហ្នឹងបាទឈ្មោះបងប្អូនហើយបន្តទៀតយើងប្រើអាហ្នឹងយើងរួចដាច់ហៀងមួយខាងហើយនៅមួយខាងទៀតដើម្បីប្រើពុំអានេះខ្ញុំបងប្អូនទេអានេះយើងប្រើពុំលេខ1ប្រើពុំលេខ1យើងឈូសឡើងលំលេខ1ក៏បានពុំអក្សរ A ក៏បានតែយើងឈូសយើងមើលតាមមានតាមសម្បល់សក់លេខយើងមានលេខបងប្អូនអញ្ចឹងយើងមិនអាចឈូសឡើងដល់លើពេកទេយើងត្រូវតែឈូសពាក់កណ្ដាលបងប្អូនបាទឈូសពាក់កណ្ដាលសិនចាំយើង
vô riêng hơi vô mà không phải ru tuần na video đó nhưng mà sao mình sao mà phố ai tuần na ban bà ở con trai mà phố tuần na mơ video lên đây tới không ca cắt sọ bà lên chập đầm vô chương về lính trong linh chương hai chương từ chập tầm bay linh chương sọ thì là luôn mà hai cái chương sọ còn và nếu ngangក្រោយបងប្អូនខាងក្រោយយើងត្រូវប្រើពុំលេខធំប្រហែលបងប្អូនតាមយើងមើលតាមទ្រង់ក្បាលដែរយើងត្រូវប្រើពុំលេខ4ខាងក្រោយយើងត្រូវប្រើពុំលេខ4បានយើងអាចឈប់ទៅវាមិនដាច់សក់គេអស់បើយើងប្រើពុំលេខ2វាអាចដល់លើវាឃើញសក់គេកលាក់ត្រូវអញ្ចឹងយើងត្រូវតែប្រើពុំលេខ4បងប្អូនបាទZoom. Tulisan. Mahal apa jangan? Saya dah tahu.
ឲ្យថែម5លានទៀតបាទនេះដែរយើងកាត់សក់លើបងប្អូនបាទសាប់វាកាត់សក់នឹងយើងមិនអាចកាត់យើងមិនអាចកាត់ឲ្យនេះបានទេតែខ្លីខ្លាំងគឺបះបងប្អូនសក់នឹងគឺប្រភេទសក់ត្រង់បងប្អូនយើងត្រូវចេះមើលខ្សែសក់ផងបងប្អូនជាងដៃថ្មីប្រភេទសក់អញ្ចឹងហើយមើលសក់លើមានកាត់អីបងប្អូនយើងកាត់ខ្លះកាត់ខ្លីកោខ្លីគឺខ្លីខ្លាំងមែនទេបើយកខ្លីបែបអញ្ចឹងមុំគឺអត់បានទេបងប្អូនវាមកមុខបដោយវែកគឺវាអត់ទៅទេត្រង់ស្លូមកមុខបាទអញ្ចឹងយើងត្រូវតែសាប់ជួយបងប្អូនព្រោះសក់ខ្លាំងបងប្អូន
bà bên này hai mong ôn rừng rồi hai bà mong ôn đi chập đam rồi hai dương có bọc chút sầm hạt phong chút chia chút một chút non chút con von bàมือต่อเนี่ยมงคลโอเคสาเลยมงคลขอบคุณกับเลยคือสัปดาห์เดิมเนี่ยมือของมงคลขอบคุณจ้ามงคลบ๊ายบายทุกนาวิดีโอใหม่ไปทำตามคุณเอาตามเตือนคือเป็นตัวคนก็ตั้งอ่ะ